អុកញ៉ាអានស៊ីមីដាក់ចំចាប់បែបនេះក្រោយឃើញសត្រូវរបស់ខ្លួនពីមុនពេលនេះត្រូវពោះកូនភ្លោះក្នុងពន្ធនាគាររបស់សមត្ថកិច្ចខេត្តកណ្ដាលបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះនាងឆេងស្រីរតហៅឡាព្រីយ៉ាមិនទាន់បានត្រូវដោះលែងពីពន្ធនាគារឡើយខណៈប៉ុន្មានថ្ងៃនេះឃើញបងប្អូនបង្ហោះថតអ្នកនាងឆេងស្រីរតហៅឡាព្រីយ៉ាហើយខ្លះថានាងត្រូវបានដោះលែងយ៉ាងណាក្រោយពីបានឃើញរូបភាពរបស់អ្នកនាងឆេងស្រីរតហៅឡាព្រីយ៉ាពីសន្លឹកដែលបានបង្ហោះចែកចាយនិងផ្ទុះការវែកញែកពេញបណ្ដាញសង្គមនោះគេបានឃើញលោកចំទាវអុកញ៉ាអានស៊ីមីដែលអ្នកទាំងពីរគឺជាគូសត្រូវនឹងគ្នាធ្លាប់ហែកហ៊ូគ្នាទៅវិញទៅមកធ្វើឲ្យផ្អើលអស់បណ្ដាញសង្គមស្រាប់តែពេលនេះចំទាវអានស៊ីមីក៏បានបដូរចិត្តដោយនៅលើเพจផ្លូវការរបស់លោកចំទាវបានលើកឡើងបែបនេះថាទោះបីយើងធ្លាប់មានទំនាស់ជាមួយគ្នាយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាស្ត្រីដូចគ្នាមានកូនទឹកចិត្តជាម្ដាយពិតជាគូឲ្យសងវែងអាសូរណាស់សង្ឃឹមនឹងទទួលបានការដោះលែងឆាប់ទៅចោះឯរឿងកន្លងមកអហោសកម្មឲ្យគ្នាចោះក្រោយពីឃើញសំណេររបស់លោកចំទាវអានស៊ីមីដែលកន្លងមកធ្លាប់ស៊ីសាច់ហត់ឈាមជាមួយនឹងអ្នកនាងឡាព្រីយ៉ាបានបង្ហាញសំណេរបែបនេះក៏ទទួលបានការកោតសរសើរពីទឹកចិត្តរបស់លោកចំទាវជាខ្លាំងដល់អ្នកខ្លះបានលើកឡើងថាមានតែការអធិស្ឋានទៅនាំមកក្តីសុខទេទឹកចិត្តបងស្រីប្រពៃណាស់គោរពស្រឡាញ់បងស្រីទាំងពីរយើងពោះកូនតែមួយផងមានអ្នកមើលថែនៅពិបាកចោះតម្រាំគាត់កូនភ្លោះមិនដឹងថាពិបាកមិនទៅបានត្រឹមតែអាណិតគាត់បងពិតជាមនុស្សចិត្តព្រះមែនគេជេរឌឺដងបងឆ្អែតហើយបងនៅតែអត់ឱនមិនខឹងទៀតផងសូមកោតសរសើរទឹកចិត្តបងខ្លាំង